អាត្មាភាពសូមចម្រើនពរដល់ញោមញាតិជាពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេសថ្ងៃនេះដែរលោកគ្រូជឹមសុវណ្ណដាលោកបានដឹកនាំប្រសង់បានរៀបចំនៅក្នុងបណ្ណាល័យដើម្បីតុបតែងក៏ដូចជារៀបចំហើយនឹងជួសជុលសម្ភារៈដែលខូចមួយចំនួនដើម្បីឲ្យបងប្អូនដែលគាត់អត់មានលទ្ធភាពក្នុងការសិក្សាភាសាអង់គ្លេសទេចឹងគាត់អាចមករៀននៅក្នុងទីអារាមវត្តច័ន្ទមលីបានដោយមិនគិតប្រាក់ទេក៏ដូចជាលោកគ្រូជឹមសុវណ្ណដាព្រមទាំងប្រសង់បាននាំគ្នាលាបថ្នាំក៏ដូចជារៀបចំសម្ភារៈមួយចំនួនដើម្បីទុកដាក់ឲ្យបានរៀបរយវិញដើម្បីឲ្យបងប្អូនបានមកសិក្សារៀនសូត្រក្នុងល្ងាចនេះដែរក៏បានញោមស្រីសារ៉ាត់ព្រមទាំងបងស្រីវ៉ានីគាត់បានយកភេទជ្ជៈមកប្រគេនដល់ព្រះសង្ឃដែលកំពុងតែធ្វើការមមាញឹកប៉ុណ្ណាមានលាបថ្នាំក៏ដូចជារៀបចំតុបតែងនៅក្នុងបណ្ណាល័យហើយក៏គាត់បានមកជួបព្រះសង្ឃដើម្បីពិភាក្សារឿងកិច្ចការងារដែលត្រូវធ្វើក៏ដូចជាជួសជុលទូដាក់សៀវភៅជាដើមនឹងបានរៀបចំតភ្លើងក៏រៀបចំនៅក្នុងបណ្ណាល័យនឹងធ្វើម៉េចដើម្បីឲ្យស្អាតដើម្បីឲ្យបងប្អូនដែលគាត់បានមកសិក្សារៀនសូត្រដើម្បីឲ្យងាយស្រួលកុំឲ្យពិបាកក្នុងការសិក្សារៀនសូត្រហើយក៏បានរៀបចំកន្លែងដាក់សៀវភៅនិងកន្លែងអានសៀវភៅដើម្បីឲ្យបងប្អូនបានរៀនចឹងអាត្មាភាពក៏សូមចម្រើនពរលាសូមអនុមោទនា